ហើយយោបងប្អូនកីឡាករម៉ូអាប់ដូរមិនដៃគូចាស់របស់កីឡាករអេអាមរិនពូថងលើកមុនឈ្នះអេអាមរិនពូថងត្រឹមពិន្ទុលើកនេះប៉ងផ្ដួលកីឡាករអេអាមរិនពូថងឲ្យសន្លប់តែម្ដងសូមស្វាគមន៍ប្រិមិត្តមកកាន់ Channel វាសនាគុណខ្មែរបាទហើយបងប្អូនដែលតែងតែនិយមតាមដានវិស័យគុណខ្មែរកុំភ្លេចចុចពាក្យជាវឬក៏ពាក្យ Subscribe ហើយបងប្អូនមើលតាម Page កុំភ្លេចជួយ Follow Page ម្នាក់មួយបងប្អូនបាទតាក់ទងជាមួយនឹងកីឡាករអេអាមរិនពូថងនិងកីឡាករម៉ូអាប់ឌូរ៉ាមិនបាទកីឡាករអង់គ្លេសបាទយើងឃើញថាកីឡាកររូបនេះបាទគឺជាកីឡាករដែលលំដាប់ជួរមុខមួយរូបនៅចក្រភពអង់គ្លេសបងប្អូនហើយជាពិសេសការប្រកួតលើកមុនបាទគេយកឈ្នះកីឡាករអេអាមរិនដោយពិន្ទុប្រកួត3ទឹកយើងឃើញថាក្រោយពីចប់ការប្រកួតគេថាគេយកយល់កីឡាករអេអាមរិនបាទតាមពិតគេចង់ផ្ដាច់ក៏ផ្ដាច់បានដែរបាទតែជួបលើក្រោយទៀតគឺគេនឹងផ្ដាច់ឥឡូវនេះមិនចាំយូរបងប្អូនបាទមិនចាំយូរខាងស្ថានីយទូរថោនរៀបចំឲ្យមានការប៉ះគ្នារវាងកីឡាករអេអាមរិនពូថងជាមួយនឹងកីឡាករម៉ូអាប់ឌូរ៉ាមិនបាទក្នុងជំនួបសងសឹកតែរៀងប្លែកបងប្អូនបាទក្នុងជំនួបសងសឹកនេះគឺថាកីឡាករដែលចាញ់ដាក់ខ្សែក្រវ៉ាត់ឲ្យកីឡាករដែលឈ្នះមកដណ្ដើមតែម្ដងបងប្អូនបាទអញ្ចឹងអេអាមរិនពូថងដាក់ខ្សែក្រវ៉ាត់គុណខ្មែរបាទរបស់ខ្លួនមួយឲ្យកីឡាករម៉ូអាប់ឌូរ៉ាមិនមកដណ្ដើមតែម្ដងបងប្អូនបាទចិត្តសឿងមែនតើបាទចិត្តសឿងមែនតើហើយបន្ទាប់ពីចាញ់បន្ទុកកីឡាករម៉ូអាប់ឌូរ៉ាមិនកីឡាករអេអាមរិនពូថងបងប្រុសថមីគីមដែលជា promoter បាទក៏ដូចជាស្ថាបនិក IPCC គុណខ្មែរបាទគាត់បានលើកឡើងថាប្រសិនបើកីឡាករអេអាមរិនមិនខ្លាំងប្រសិនបើអេអាមរិនមិនខំវឹកហាត់ឲ្យខ្លាំងដើម្បីការពារខ្សែក្រវ៉ាត់របស់ខ្លួនបាទមានន័យថាអេអាមរិននឹងបាត់ខ្សែក្រវ៉ាត់ទាំងអស់បាទនឹងបាត់ខ្សែក្រវ៉ាត់ទាំងអស់អញ្ចឹងមានន័យថាខ្សែក្រវ៉ាត់របស់កីឡាករអេអាមរិនបើកាលណាគាត់អត់ខំប្រឹងវឹកហាត់ដើម្បីការពារគេមកទៅដើមទេគឺរបូតម្ដងមួយបាទបងប្អូនដឹងហើយបច្ចុប្បន្ននេះខ្សែក្រវ៉ាត់ស្រុកខ្មែរគឺខ្សែក្រវ៉ាត់ទៅដើមបាទគឺខ្សែក្រវ៉ាត់ដាក់ឲ្យទៅដើមនឹងការពារបាទបើសិនជាកីឡាករដែលវាយបានហើយអត់ខំប្រឹងប្រែងវឹកហាត់ដើម្បីទប់ដើម្បីការពារខ្សែក្រវ៉ាត់របស់ខ្លួនទេគឺថ្ងៃក្រោយគង់តែបាត់បង់ទៅវិញទេបាទថ្ងៃក្រោយគង់តែបាត់បង់ទេហើយបើតាមការស្ទង់មតិរបស់កីឡាករគុណខ្មែរយើងមួយចំនួនគឺគាត់ចង់បានខ្សែក្រវ៉ាត់ប្រភេទហ្នឹងបាទគឺដោយសារតែគាត់ថាខ្សែក្រវ៉ាត់ហ្នឹងអាចរកលុយឲ្យគាត់បាទអាចជួយរកលុយគាត់អត់ចង់បានអាខ្សែក្រវ៉ាត់វាយមកហើយទុកនៅតាំងក្លឹបទេបាទគឺគាត់ចង់បានខ្សែក្រវ៉ាត់ដែលវាយមកហើយមានគេមកទៅដើមបាទអញ្ចឹងធ្វើឲ្យខ្សែក្រវ៉ាត់របស់គាត់មានតម្លៃហើយខ្សែក្រវ៉ាត់ខ្លះទៀតសោតបាទគឺពេលឧទាហរណ៍ថាពេលប្រកួតលើកទី1តម្លៃប្រមាណជា$5,000បាទលើកទី2អាចនឹងឡើងបាទអាចនឹងឡើងដោយស្ថានីយទូរទស្សន៍ PNN បងប្អូនឃើញហើយបាទរៀបចំខ្សែក្រវ៉ាត់ការប៉ះគ្នារវាងកីឡាករសុនរ៉ាឃីមជាមួយនឹងកីឡាករផាន់ផាណាតបាទសុនរ៉ាឃីមការពារខ្សែក្រវ៉ាត់បានសម្រេចខ្សែក្រវ៉ាត់នេះលើកក្រោយបើសិនជាសុនរ៉ាឃីមប៉ះហើយប្រកួតទៅដើមឬក៏ការពារទៀតគឺខ្សែក្រវ៉ាត់នេះតម្លៃខ្លួនតម្លៃខ្លួនតម្លៃខ្សែក្រវ៉ាត់នេះរឹតតែឡើងទៀតទៅតាមនឹងទៀតបាទហើយបណ្ដាសាយវៀនមួយចំនួនទៀតក៏ដូចតែគ្នាដែរបងប្អូនបាទឲ្យតែការពារបានរឹតតែច្រើនដងតម្លៃខ្លួនតម្លៃខ្សែក្រវ៉ាត់រឹតតែច្រើនអញ្ចឹងធ្វើឲ្យកីឡាករខំប្រឹងមកកម្រិតទៅមកកម្រិតទៀតសមត្ថភាពរបស់កីឡាករអត់នៅដេកដួលរមួលសំក្រិចទេគឺត្រូវតែវឹកហាត់ត្រូវតែគេថាបង្កើនបច្ចេកទេសការពារខ្សែក្រវ៉ាត់របស់ខ្លួនបាទដោយកីឡាករអេអាមរិនអញ្ចឹងបាទបើសិនជាគាត់អត់ខំវឹកហាត់ទេបាទទៅបាត់ហើយបាទប៉ះជាមួយនឹងកីឡាករម៉ូអាប់ឌូរ៉ាមិននេះមិនធម្មតាទេហើយលើកមុនគេប៉ងបានត្រឹមតែឈ្នះពិន្ទុលើកនេះគេថានឹងផ្ដាច់កីឡាករអេអាមរិនតែការប្រកួតលើកនេះ5ទឹកណាបងប្អូនបាទ5ទឹកមិនមែន3ទឹកដូចលើកមុនវាយលេះបន្
តនបានអស់ចិត្តរៀងខ្លួនផងបាទលើកដៃឲ្យកីឡាករម៉ូអាប់ឌុលរ៉ាមិនឈ្នះកីឡាករអេអាមរីនប៉ុន្តែយើងមើលទៅការប្រកួតគេឲ្យម៉ូអាប់ឌុលរ៉ាមិនឈ្នះវាស័ក្តិសមហើយបងប្អូនបាទវាស័ក្តិសមហើយព្រោះយើងចាញ់គេមែនបាទយើងចាញ់គេមែនគ្រាន់តែថាយើងក្នុងនាមជាអ្នកគ្រប់គ្រងយើងមិនទាន់អស់ចិត្តបាទព្រោះកីឡាករអេអាមរីនក៏គាត់នៅក្បាច់នៅចង្វាក់នៅកម្លាំងក្នុងការប្រកួតទៀតប៉ុន្តែវាយ3ទឹកលឿនមែនតើបាទវាយ3ទឹកលឿនមែនតើតែលើកនេះប្រកួតទៅដើមការពារវាយ5ទឹកបងប្អូនវាយ5ទឹកចឹងសង្ឃឹមថាកីឡាករអេអាមរីននឹងទប់ទល់ជាមួយនឹងកីឡាករម៉ូអាប់ឌុលរ៉ាមិនបានសម្រេចនឹងការពារខ្សែក្រវ៉ាត់របស់ខ្លួនបានសម្រេចការប្រកួតលើកនេះកីឡាករលោកគ្រូអេពូថងបាទក៏ដូចជាអ្នកគ្រូសសម៉ាលីដែលជាម្ដាយបង្កើតរបស់កីឡាករអេអាមរីនពូថងកំពុងតែបុកបំវឹកបាទកូនរបស់ខ្លួនខ្លាំងមែនតើបាទមែនតើទៅធ្លាប់តែឃើញពេជ្រសម្បត្តិធ្លាប់តែឃើញធឿនធីរ៉ាធ្លាប់តែឃើញព្រំសំណាងវាយ3-1បាទតែលើកនេះឃើញកីឡាករអេអាមរីនហាត់3-1តែម្ដងបងប្អូនបាទហាត់3-1អស់មួយចូលមួយអស់មួយចូលមួយនិយាយទៅបុកតែមែនតែម្ដងព្រោះចាញ់លើកនេះប្រជាប្រិយភាពរបស់គាត់បើសិនជាចាញ់មែនបាទគឺរឿងធ្លាក់មកកម្រិតទៀតហើយសម្រាប់កីឡាករអេអាមរីនប៉ុន្តែប្រសិនបើគាត់អាចការពារបានគឺកម្រិតសមត្ថភាពក៏ដូចជាប្រជាប្រិយភាពគាត់នឹងឡើងមកកម្រិតទៀតបងប្អូនយល់យ៉ាងណាដែរតាក់ទងជាមួយនឹងការប្រកួតរវាងកីឡាករអេអាមរីនជាមួយនឹងកីឡាករម៉ូអាប់ឌុលរ៉ាមិននៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025ចាប់ពីវេលាម៉ោង8យប់តទៅនៅទីតាំងឃុំកោះស្ដេចស្រុកគិរីសាគរខេត្តកោះកុងបងប្អូនបាទវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលាហើយយោយបង